នេះគឺជាដំណើរកំសាន្តលើកទី1ទៅកាន់ទីក្រុងហាណូយនៃប្រទេសវៀតណាមដោយក្នុងនោះខ្ញុំនឹងបង្ហាញកន្លែងដើរលេងសប្បាយជាច្រើនកន្លែងនៅក្នុងទីក្រុងហាណូយដែលស័ក្តិសមល្អបំផុតសម្រាប់ពុកម៉ែបងប្អូនដែលមានថ្ងៃឈប់សម្រាករយៈពេលខ្លី 3-4 ថ្ងៃដែលពួកខ្ញុំបានដើររករកស្គាល់សឹងតែ20កន្លែងអញ្ចឹងកុំឲ្យខាតពេលយូរមកទស្សនាវីដេអូនេះជាមួយនឹងពួកខ្ញុំទាំងអស់គ្នាបាទជំរាបសួរពុកម៉ែបងប្អូនស្វាគមន៍មកកាន់ដំណើរកំសាន្តទីក្រុងហាណូយដោយសម្រាប់ការធ្វើដំណើរលើកនេះគឺខ្ញុំហោះត្រង់ចេញពីភ្នំពេញទៅតែម្ដងបាទគឺខ្ញុំហោះនៅម៉ោង 10 ព្រឹកឥឡូវយើងចូល check in សិនហើយនិយាយថាសម្រាប់ការហោះហើរក្រៅស្រុកមែនតើយើងគួរតែម្ដងមុន 2 ម៉ោងទៅខ្លាចតែយើង check in អត់ទាន់ណាបន្ទាប់ពី check in ហើយយើងអាចមកដកតាក់បានម្នាក់$7ទៀតយើងអាចទុកញ៉ាំអីនៅលើយន្តហោះអញ្ចឹងណាបងប្អូនឥឡូវនេះខ្ញុំកំពុងដើរទៅកន្លែង gate ដែលយើងរងចាំឡើងយន្តហោះហើយពីច្រើនទៅពេលដែលខ្ញុំទៅលេងក្រៅស្រុកចេះខ្ញុំតែងតែជ្រើសរើសការហោះហើរជាមួយនឹងក្រុមហ៊ុន AirAsia អាចនិយាយបានថាដូចម៉ូអញ្ចឹងដោយសារតែទាំងសេវាកម្មហើយនិងសុវត្ថិភាពជាពិសេសណាតម្លៃសមរម្យមែនតើបាទមួយជើងចេះខ្ទង់100បន្តិចទេហើយបងប្អូនកាន់តែពិសេសដែលខ្ញុំហោះពីភ្នំពេញទៅហាណូយលើកនេះគឺខ្ញុំហោះជាមួយនឹងក្រុមហ៊ុន AirAsia របស់ខ្មែរយើងតែម្ដងហោះលើកនេះចំបាយថ្ងៃត្រង់ដែរឥឡូវកំងបាយគេញ៉ាំសិនបាទលុយតាក់ដែលយើងបាននឹងអាចកំងញ៉ាំបានមួយឈុនចេះហ្មងបងប្អូនឈុតគេនឹងគេមានជាមួយនឹងភេសជ្ជៈបាទមានដូចជាកាហ្វេឬក៏យើងអាចដូរយកជាកូកាអីចេះក៏បានដែរញ៉ាំបាយលើយន្តហោះចេះទំនងមួយយ៉ាងដែរបាទបទពិសោធន៍ថ្មីទៀតហើយណាមួយបាយគេនេះឆ្ងាញ់ណាសម្រាប់ការហោះហើរពីភ្នំពេញទៅហាណូយនេះគឺមាន4ដងក្នុងមួយសប្តាហ៍ហើយសម្រាប់ការហោះហើរត្រង់នេះបាទហោះប្រហែលជាខ្ទង់1ម៉ោង40នាទីនិយាយទៅគឺរយៈពេលខ្លីដែរអញ្ចឹងចំណេញពេលយើងអាចទៅលេងសាប៉ាមើលសត្វឡាម៉ាដើរថតរូបលេងស្អាតហើយយើងក៏អាចទៅលេងនីងប៊ីងបាទត្រឹម2ម៉ោងពីក្រុងហាណូយទេបើមានពេលកាន់តែច្រើនទៅលេងហាសៀងនេះមួយទៀតក៏បានដែរទេសភាពស្អាតខ្លាំងបាទឥឡូវនេះមកដល់ពលានបន្ទាប់ពីយកពលាអីហើយចេញទៅកាន់ក្រៅដោយពលានគេនេះមានឈ្មោះថាណយបាយសម្រាប់ការធ្វើដំណើរពីពលានទៅកាន់ក្រុងគេកាន់តែសន្សំចៃបងប្អូនអាចជិះឡានក្រុងលេខ86ដោយពួកខ្ញុំនេះបាទម្នាក់អស់តែ45000ដងទេស្មើនឹង7000ខ្មែរយើងគឺថាធូរថ្លៃមែនតើសំខាន់កាន់តែល្អកន្លែងខ្ញុំគេហ្នឹងគឺគៀកនឹងអាចចំណតឡានក្រុងគេចុះនឹងទៀតមកលេងហាណូយយើងគួរតែមកគេនៅកន្លែង Old Quarter ទៅបងប្អូនព្រោះថាតំបន់ដើរលេងគឺនៅនឹងតែម្ដងអូតាខ្ញុំគេនេះមានឈ្មោះថា Memory Central ហើយបន្ទប់ដែលខ្ញុំគេនេះមកយកត្រឹមតែ20រៀលតិចតួចទេបងប្អូនបន្ទប់គេនឹងមិនធំប្រហែលទេបាទមានសម្ភារៈប្រើប្រាស់ទូដៃទូម៉ាសែតែម្ដងទាំងបន្ទប់ទឹកទាំងអីហ្នឹងនិយាយទៅមកល្មមយើងប្រើប្រាស់មកសំរុំចាំយូរទេមកដល់ខ្ទង់ម៉ោង2ម៉ោង3គឺដូរកៅអៅចេញដើរលេងតែម្ដងបងប្អូនហើយការដែលខ្ញុំមកនេះមេឃគឺថាត្រជាក់ហើយចុះអាប់រហូតមានរលឹមផ្សែងក្រូចតិចទីក្រុងគេនេះរបៀបបែបបុរាណឥឡូវដើរមកដល់កន្លែងខ្លងទ្វារអូខងជួងថតរូបអីហើយគឺថាដើរលេងបន្តទៀតនិយាយទៅនៅនេះមានការលក់ដូរប្លែកមានពហិមានអីស្អាតឥឡូវឃើញគេជិះស៊ីក្លូបាទភាសាលបងជិះឆ្វែមើលក្រុងគេទៅមកស៊ីក្លូអាចជិះបាន2នាក់ប្រហែលជា250,000យើងតថ្លៃគេទៅណានៅនេះសបោឃើញគេលក់ផ្កាហើយក៏សបោផ្កាដែរតាមផ្ទះនីមួយៗអញ្ចឹងណាមានតូបអាហារមានអីគេលក់ដូរពេញនឹងអញ្ចឹងទៅនៅតាមចាំខ្នល់ក្រែកលក់នំនេកអីពេញហ្នឹងជិះមើលក្រុងគេមកសទូធំឥឡូវមកដល់កន្លែងបឹងគេមួយនេះគេហៅថាខ្វាន់គៀមលេងនិយាយទៅតាក់ទងជាមួយនឹងឈ្មោះខ្ញុំហៅអត់ទៅកុំប្រកែប្រកាន់ណាព្រោះយកអត់ចេះវៀតណាមគេរៀបចំជាសួនផ្កាសួនអីនិយាយទៅស្អាតមែនតើផ្កាប្លែកមកលេងហាណូយនេះខ្ញុំចូលចិត្តអាកាសធាតុមែនតើគឺថាត្រជាក់ស្រួលណាបងប្អូនសឹង12-15អង្សាអីកន្លែងចិត្តបឹងហ្នឹងក៏មានអគារស្អាតដែរគេល្បីដែរនេះអគារដែលមានរាងដូចកំប៉ាល់ហ្នឹងគេច្រើនមកថតរូបនៅហ្នឹងសកម្មភាពមិនទាន់ខ្ញុំមកជីឡានក្រុងអត់ដំបូនដើម្បីមើលទេសភាពក្រុងគេណាដោយសបតគេនេះម្នាក់$76គេមានជាកាសមាន4-10ភាសាដែលបងប្អូនអាច select បានស្រាប់មើលពីប្រវត្តិទីតាំងទេសចរនៅក្នុងក្រុងគេពីកន្លែងមួយទៅកន្លែងមួយអញ្ចឹងណាសម្រាប់ការជិះនេះដូចខ្ទង់1ម៉ោងជាងទៅតាមជាក់ស្ដែងបាទស្ទះផ្លូវឬក៏អត់អីអញ្ចឹងទៅយើងជិះកាត់តំបន់ទេសចរគេច្រើនមែនទែនទាំងអគារបុរាណនិងកន្លែងសំខាន់ផ្សេងគេដាក់កាសហ្នឹងក៏ល្អដែរព្រោះថាគេអាចរាយរាប់ប្រាប់ពីប្រវត្តិពីប្រទេសគេមានអីអញ្ចឹងណាបងប្អូនជាពិសេសគឺថាមានផ្ការីកគ្រប់រដូវតែម្ដងឃើញមានសំណង់បែបអាណានិគមបារាំងច្រើនមែនទែននៅទីនោះចេញពីហ្នឹងមកខ្ញុំទៅលេងប្រាសាទគេមួយទៀតបាទមានឈ្មោះថាងុកសាន់កន្លែងប្រាសាទហ្នឹងគឺនៅលើបឹងដែលធំមួយហ្នឹងបងប្អូនហើយយើងចូលនេះក៏ទិញសបតដែរសបតគេចូលហ្នឹងម្នាក់$2យប់ឡើងអញ្ចឹងទៅគេមានបើកភ្លើងបាទបាញ់ភ្លើងទៅលើប្រាសាទតាមតួប្រាសាទអីអញ្ចឹងទៅគឺថាស្អាតម្យ៉ាងដែរឃើញគេមកនិយមអុជធូបដុតกระดาษដុតអីនៅតាមនេះហើយក្នុងហ្នឹងគេមានតម្កល់សត្វអណ្ដោកធំមែនទែនបងប្អូនដែលតាក់ទងទៅនឹងប្រវត្តិប្រទេសគេណាចេញពីហ្នឹងមកនៅចិត្តគ្នានឹងដែរខ្ញុំជ្រាបមកទិញសបតមើលសូលើទឹកគេសូតុកតានោះបងប្អូនទិញឲ្យហើយព្រោះថាអូណែនពេញគ្រប់ម៉ោងរួចហើយមកញ៉ាំអាហារពេលល្ងាចនៅកន្លែងហាងមួយនេះដែលលោកប្រធានាធិបតីបរៈអូបាម៉ាគាត់មកហូបនេះកន្លែងតុកគាត់ហ្នឹងគឺគេរក្សាទុកតែម្ដងគេមានជាបន្លែមាននំបញ្ចុកហើយជាមួយនឹងសាច់ចិញ្ច្រាំទីមួយទឹកស៊ុបហើយជ្រក់នៅខាងក្នុងហ្នឹងតែម្ដងដាក់មួយម៉ាត់ដំបូងមានអារម្មណ៍ថារសជាតិឆ្ងាញ់មែនទែនបងប្អូនទឹកស៊ុបគេប្លែកញ៉ាំយូរទៅដូចសាច់គោអាំងមួយជ្រក់ហ្នឹងតែគ្រាន់តែវាមានទឹកស៊ុបវាប្លែកអញ្ចឹងណាមកលេងទីក្រុងហាណូយកុំរំលងកន្លែងមួយនេះអសោះបាទកន្លែង Transit គេហ្នឹងបាទគេមានរៀបចំជាហាងនៅជុំវិញកន្លែងផ្លូវទេសភ្លើងហ្នឹងបាទមានកាហ្វេពងមាន់មានអីញ៉ាំឆ្ងាញ់ខ្ញុំថាប់ច្រើនមែនទែនតាមផ្លូវទេសភ្លើងហ្នឹងចឹងនិយាយទៅរទេះភ្លើងហ្នឹងគឺថាគៀកនឹងយើងមិនទាន់ភ្ញៀវមកលេងច្រើនណាគឺថាម្យ៉ាងដែរបងប្លែកមើលនេះនិយាយទៅគេកែច្នៃនៅអ្វីដែលគេមានស្រាប់មកអញ្ចឹងទៅដើម្បីបង្កើតទៅជាតំបន់ទេសចរណ៍តាក់ទាញភ្ញៀវមកលេងកម្សាន្តណា
កាហ្វេគ្រឿងញ៉ាំអីនៅហ្នឹងគឺធូរមែនតើតែភ្លើងគេនឹងមានម៉ោងទាំងពេលថ្ងៃនិងពេលយប់ព្រឹកស្អែកនេះហៅ Crab ជិះទៅញ៉ាំកន្លែង Ford ដែលល្បីបាទមានជាប់ពាន Michelin 2 ឆ្នាំជាប់គ្នាហាងគេមិនសូវជាធំអីអញ្ចឹងសម្រាប់ការអង្គុយតុឲ្យតែមានកៅអីគឺយើងចូលញ៉ាំជាមួយគេអញ្ចឹងណារឿងម្ហូបអីបើសិនជាបងប្អូនអត់ស្គាល់ឈ្មោះអីហ្នឹងបាទចោលទៅរូបប្រាប់គេទៅសាច់គេកាត់ដោយម៉ាស៊ីនស្ដាងហើយនិយាយថារសជាតិឆ្ងាញ់មែនតើបងប្អូនឆ្ងាញ់មែនប្លែកហើយនិយាយថានៅនឹងវិញគេនិយមមែនតើបាទគេលក់ដូរនៅតាមចាំខ្នងអញ្ចឹងមានតុកតូចអញ្ចឹងយើងអាចអង្គុយញ៉ាំនឹងបានហើយចេញពីនេះទៅខ្ញុំមកថតលេងកន្លែងព្រះវិហារកាត់តលេងអញ្ចឹងកន្លែងនេះគឺជាតំបន់ទេសចរដែលគេពេញនិយមផងដែរខ្ញុំមកនេះបានចូលទៅខាងក្នុងដោយសារគេមានម៉ោងបិទមានម៉ោងបើកចេញពីនឹងទៅខ្ញុំទៅទិញសម្បត្តិចូលលេងមួយកន្លែងទៀតដែរបាទជាកន្លែងប្រវត្តិសាស្ត្ររបស់គេផងដែរមានឈ្មោះថា Imperial Citadel ឋានឡុងបាទកំផែងឋានឡុងនិយាយទៅពីមួយកន្លែងទៅមួយកន្លែងគេអត់ដែរចោលណាបាទមានផ្កាមានសួនរៀបចំបានស្អាតមែនតើកន្លែងនេះមែនតើទៅដូចជាកន្លែងរាជវាំងរបស់គេអញ្ចឹងប៉ុន្តែខាងក្នុងនឹងត្រូវខ្ទេចអស់ហើយដោយសារតែប្រហែលជាមានសង្គ្រាមមានអីអញ្ចឹងទៅមានតាំងតបតាំងអីនៅហ្នឹងអញ្ចឹងនៅសល់តែកំផែងខ្លះៗដែលគេរៀបចំសារថ្មីឲ្យយើងអាចចូលទស្សនាលេងបានកំសាន្តអញ្ចឹងទៅនិយាយទៅនៅហាណូយនេះគឺសម្បូរមែនតើតំបន់កន្លែងទេសចរបុរាណជាច្រើនមែនតើនិយាយទៅទីក្រុងហាណូយបាទនៅកន្លែង Old Quarter នេះគឺជាតំបន់កន្លែងគេហៅថា history កន្លែងប្រវត្តិសាស្ត្របុរាណយប់ឡើងកាន់តែជាក់បាទដើរមើលគេមើលឯងគេលក់ដូរច្រើនណាកន្លែងញ៉ាំកន្លែងអីអញ្ចឹងណាសម្រាប់ថ្ងៃបន្ទាប់ពីញ៉ាំអាហារពេលព្រឹកអីហើយគឺខ្ញុំដើរទៅកន្លែងគេសំដែងអាយ៉ងនៅលើទឹកណាមានឈ្មោះថាឋានឡុងបត់150,000 ដងបាទប្រហែលជា$6ទស្សនីយភាពពីមួយវគ្គទៅមួយវគ្គគឺថាប្លែកបាទមានគ្រប់ច្រើនមែនតើហើយគេមានច្រៀងជាល្ខោននិយាយបញ្ចូលសំឡេងអីនៅនឹងតែម្ដងបាទប្រគំភ្លេងប៉ិតនៅនឹងហ្មងអញ្ចឹងណាល្អមើលរបស់គេបងប្អូនប្លែកម្យ៉ាងដែរយើងអត់ដែរមើលអញ្ចឹងណាភ្ញៀវចូលមកទស្សនាពេញហើយសម្រាប់ការដើរលេងក្នុងក្រុងគេនឹងគឺថាគេនិយមដើរតែម្ដងបងប្អូនព្រោះថាទី1ត្រជាក់មានដើមឈើធំច្រើនអញ្ចឹងទៅមកលប់នឹងការលក់ដូរចំណីអាហារគឺថាច្រើនមែនតើត្រៀមទៅពោះញ៉ាំទៅបងប្អូនហើយបើនិយាយថារឿងកន្លែងកាហ្វេវិញបាទហាងកាហ្វេគេខ្ជូតស្អាតកោសបោដែរមានទាំងតាមចាំខ្នល់មានជាហាងអីចឹងដូចហាងកាហ្វេមួយនេះមានទាំងចដៅយន្តទៀតទូទេប៉ុន្តែ6ជាន់ទៅលើមែនតើណាអ្នកស្រុកនឹងគឺចូលចិត្តញ៉ាំកាហ្វេមែនតើបាទមិនថាពេលថ្ងៃពេលយប់ឯបាទពេលយប់អង្គុយញ៉ាំកាហ្វេញ៉ាំអីនៅនឹងទៀតខ្ញុំហៅអាយមួយឆាមេបាទតកកគេដាក់មូលម្ដុំធំចឹងហ្មងចេញពីនឹងទៅខ្ញុំទៅលេងមួយកន្លែងទៀតគេហៅថាប្រាសាទចូលត្រាំងកបាទកន្លែងនេះយើងចូលសេរីបាទអត់អស់លុយទេហើយកន្លែងប្រាសាទដូចជាព្រះវិហារអីគេអញ្ចេះគឺអត់ដែរចោលទេកន្លែងដាំដើមក្រូចបាទក្រូចគេធំល្អមែនតើលម្អទៅដោយផ្ការុក្ខជាតិគ្រប់កន្លែងតែម្ដងទីតាំងនៅនឹងបឹងធំមួយបាទបឹងធម្មជាតិគេនេះមើលទៅឡើងប៉ុណ្ណាណីហើយនិយាយថាពួកខ្ញុំជើងដើរហ្មងពីមួយកន្លែងទៅមួយកន្លែងគឺថាអត់ខ្ចីជីទេឲ្យយកតែម្ដងកន្លែងនេះជា Museum Ho Chi Minh ប៉ុន្តែខ្ញុំចូលបានទេដោយសារតែខ្ញុំយកដ្រូនមកគេឲ្យចូលមកកន្លែងប្រាសាទមួយទៀតគេហៅថាប្រាសាទ Temple of Literature សម្បត្តិចូលម្នាក់ 70000 ដងស្មើនឹង$2.75ហើយក្នុងប្រាសាទគេធំចេះដឹងតែមានបឹងហើយមានចំត្រីអីចឹងទៅហើយប្រាសាទនេះត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ1070ធ្វើឡើងដើម្បីឧទ្ទិសដល់បណ្ឌិតដែលមានចំណេះដឹងជ្រៅជ្រៅដូចជាអ្នកប្រាជ្ញអីជាដើមសំណង់បុរាណនេះបើយើងក៏លេងមកឆ្វាច់ទៅគឺស្តៀងទៅនឹងខាងចិនប៉ុន្តែមែនតើទៅគឺគេមានលក្ខណៈ unique របស់គេរៀងខ្លួនដែរសម្រាប់យប់ឡើងគឺខ្ញុំដើរទៅលេងផ្សាររាត្រីគ្រាន់តែផ្សាររាត្រីគេនេះគេបើកតែរៀងថ្ងៃចុងសប្តាហ៍ទេណានិយាយទៅមកដើរលេងនៅហាណូយនេះគឺថាសប្បាយភ្នែកសប្បាយនឹងញ៉ាំតែម្ដងតម្លៃគេសមរម្យមែនតើហើយរបស់វត្ថុអនុស្សាវរីយ៍អីគេខ្លះក៏រៀងធូរថ្លៃដែរអញ្ចឹងយើងអាចមកដើរលេងទិញផ្ញើបងប្អូនអីចឹងណាហើយនេះវិញដូចស្តៀងចេកអាំងអញ្ចឹងគ្រាន់តែគេមានដាក់ខ្ទិះមានដាក់សណ្ដែកដីមានដូងពីលើអញ្ចឹងទៅបងប្អូនអញ្ចឹងវីដេអូយើងក៏ដល់ទីបញ្ចប់ហើយអរគុណសម្រាប់ការទស្សនាពីដើមដល់ចប់ចាំជួបគ្នានៅវីដេអូថ្មីទៀតណាជម្រាបលា